អូខេសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបពុះសញ្ញាកិច្ចការរបស់យើងទៅជា2ទៅជា3ទៅជា4អីចឹងទៅអញ្ចឹងបើបងប្អូនណាដែលមិនទាន់ចេះពុះសញ្ញាកិច្ចការនៅក្នុងកម្មវិធី Word បងប្អូនមើលវីដេអូនេះចប់បងប្អូននឹងចេះធ្វើពុះសញ្ញាកិច្ចការ 100% តែម្ដងចឹងបងប្អូនឃើញនេះហើយវីដេអូបាទចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅក្នុងកម្មវិធី Word ហើយអនុវត្តផ្ទាល់ទាំងអស់គ្នាដើម្បីតោះយើងចូលមកក្នុងកម្មវិធី Word មកចឹងយើងចង់បានពុះសិលកិច្ចការយើងជា2ចឹងយើងចូលមកត្រង់នេះមកចូលមកត្រង់នេះមកនេះយើងយកឡើងនេះចុចតែសញ្ញាប្រូចនេះមកចឹងមើលនេះចូលដាក់កន្លែងក្រោមគេណាចុចឡើងនឹងពណ៌មកយើងឃើញហើយអានេះគឺវាមានពុះជា2ពុះជា3អីចឹងទៅចឹងយើងដាក់សាកល្បងពុះជា2សិនមើលយើងចុចកន្លែងនេះមកហើយយើងចុចអូខេចុចអូខេមកចឹងយើងសាកសរសេរសិនមើលមកនេះឃើញថាវាពុះជា2ឲ្យហើយចឹងយើងចង់ទៅសរសេរនៅខាងទៀតយើងចុចCtrl Shift ឲ្យជាប់មកហើយ Enter វាមកខាងនេះហើយយើងសាកសរសេរវាមកទៀតមកអូខេមកទៀតយើងចង់ពុះទៅជា4ទៅជា4ម្ដងទៅចូលមកកន្លែងនេះម្ដងទៀតមកនេះយើងចូលមកកន្លែងនេះម្ដងទៀតចឹងយើងចូលមកក្រោមនេះទៀតចឹងឃើញថាជា4អត់មានទេយើងដាក់លេខកន្លែងនេះដាក់លេខ4មកទៅឡើងដល់លេខ4ចឹងមកហើយត្រូវចាំថាទៅពេលយើងដាក់ជា4ចឹងយើងត្រូវចូលមកកន្លែងនេះចូលមកដើម្បីអីចូលមកដើម្បីកុំឲ្យខាងលើហ្នឹងវាប្រែប្រួលយើងនេះយើងយកអាមួយនេះមកចុចលើវាបកមកហើយចុចអូខេយើងសាកសរសេរវាមកនេះយើងចុច Ctrl Shift ហើយ Enter សរសេរទៀតមកចុច Ctrl Shift Enter សរសេរទៀតមកចុច Ctrl Shift Enter នេះឃើញថាវាចែកកាឡាឲ្យចេញជា4ចឹងយើងចង់បានខាងក្រោមនេះយើងដាក់ទៅជា3វិញម្ដងទៅចូលឡើងនេះម្ដងទៀតមកហើយចូលមកទៅនេះម្ដងទៀតមកចូលមកឡើងនេះមកនេះកន្លែងត្រង់ដាក់ជា3នេះទៅដាក់ជា3ចឹងកន្លែងនេះកន្លែងគ្រីសនេះបើសិនជាយើងចង់បានទាត់ណានេះទាត់ខ្មៅហ្នឹងយើងគ្រីសមកបើយើងចង់ដាក់ទេយើងមិនគ្រីសទេចឹងយើងដាក់ទៅជា3ម្ដងហើយយើងចូលមកកន្លែងនេះទៀតយើងចូលមកកន្លែងនេះមិនអូខេprocess enter អូខេ Ctrl Shift Enter អូខេពុះទៅជា3ហើយចឹងក្នុងមេរៀនមានតែចុងក្រោយសូមអរគុណដែលបងប្អូនទាំងអស់គ្នាបានចូលទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីខ្ញុំបានធ្វើវីដេអូថ្មីៗចែកជូនបងប្អូនជាបន្តទៀត